ត្រីនៅក្នុងស្រះទឹកអត្រាកំណើនប្រចាំថ្ងៃគឺ100ដងនៃត្រីស្រះធម្មតាទោះជាយ៉ាងណាទីតាំងនេះស្ថិតនៅក្នុងតំបន់ដាច់ស្រយាលថ្ងៃនេះអ្នកនេសាទម្នាក់បានរកឃើញកន្លែងនេះមានមាត់ត្រីទេបងប្រុសមានត្រីច្រើនណាស់នៅទីនេះសូម្បីតែប្អូនប្រុសក៏មិនធ្វើការដែរហេតុអ្វីបានជាយើងមិនទាន់បានត្រីសូម្បីតែមួយខ្ញុំទៅតែមកដល់យល់ហើយតើអ្នកធ្លាប់ឮទេថ្មីនេះបានចែងថាការនេសាទកំសាន្តមិនត្រូវបានចាត់ទុកថាជាការនេសាទទេដូច្នេះនេះជាវិធីមួយដើម្បីកំណត់គោលដៅរបស់ខ្ញុំមែនទេបងប្រុសតើអ្នកកំពុងនេសាទមែនទេវាមិនច្បាស់ទេឬខ្ញុំបានធ្វើដំណើរតាមផ្លូវនេះទៅកាន់ទីរហោស្ថានដ៏ស្ងាត់នេះតើយើងនឹងទៅញ៉ាំអាហារក្រៅផ្ទះទេការនេសាទនៅទីនេះត្រូវចំណាយប្រាក់មាននរណាម្នាក់បានចុះកិច្ចសន្យាដើម្បីប្រើប្រាស់តំបន់នេសាទមិនអីទេកន្លែងនេះមានចម្ងាយប្រហែល2ម៉ោងពីទីរួមខេត្តម្ចាស់នោះប្រហែលជាឆ្កួតហើយដែលបើកស្រះនេសាទបែបនេះតើវាមិនត្រង់ជាងទេឬក្នុងការប្រើប្រាស់លុយនោះសម្រាប់សប្បុរសធម៌បាទខ្ញុំក៏គិតថាចៅវាយនោះត្រូវបានគេបោកប្រាស់ដែរតើចៅវាយនៅឯណាខ្ញុំពិតជាចង់ឃើញណាស់100សម្រាប់កន្លះថ្ងៃ200សម្រាប់មួយថ្ងៃត្រីរស់មានតម្លៃ2យន់ក្នុង1ផោនឧឆាតឬអាលីផៃបងប្រុសអ្នកនេះហើយទទួលបានប្រាក់100យន់តាមរយៈឧឆាតអ្នកនេសាទបូក1ពេលវេលាត្រូវបានបង្កើនល្បឿន100ដងពេលវេលាបច្ចុប្បន្ន200ទីបំផុតមាននរណាម្នាក់បានមកដល់មនុស្ស2នាក់ស្មើនឹង200ដងនៅពេលដែលចំនួនមនុស្សកើនឡើងអាងស្តុកទឹកនេះបានចាប់តាមចៅវាយតាមមានត្រីធំនៅទីនេះទេខ្ញុំធ្លាប់ចាប់បានត្រីកូរ៉ាំងស្មើទម្ងន់100ខោនទុកឲ្យតែ100ជីនវាអាចនឹងមានទម្ងន់200ជីន100កាទីអ្នកកំពុងនិយាយបំផ្លាញបន្តិចប្រសិនបើពិតជាមានទម្ងន់200ផោនមែនខ្ញុំអាចចាប់ហើយធ្វើឲ្យអ្នកខ្សែធន់បានចៅវាយត្រឡប់ទៅវិញអ្នកនឹងខាត់បងទ្រព្យសម្បត្តិច្រើនអ្នកពិតជាមានសំណាងណាស់ត្រីនេះមើលទៅធំណាស់សំណាងឲ្យខ្ញុំនេះជាបច្ចេកវិទ្យាអ្នកដឹងទេតើអ្នកត្រូវការជំនួយទេខ្ញុំមិនត្រូវការវាទេខ្ញុំឈ្មោះទៅបាយជីនខែនេះយ៉ាងហោចណាស់ក៏រាប់10គីឡូក្រាមដែរតាមបទពិសោធន៍របស់ខ្ញុំវាយ៉ាងហោចណាស់100គីឡូក្រាមត្រីរបស់ខ្ញុំត្រីធំមួយទម្ងន់កន្លះផោនវាហាក់ដូចជាមន់ចាស់របស់ខ្ញុំពួកវានៅតែអាចពងកូនបានសម្រាប់ពេលនេះចៅវាយកុំប្រញាប់អីគម្រោង200គីឡូក្រាមចេញពីលួវែងដាំងបានបំផ្លាញគាត់ទាំងស្រុងចៅវាយខ្ញុំមានត្រី100ជីនហាអ្នកមាននាមត្រកូលថាចៅមែនទេតើអ្នកជាមិត្តតែម្នាក់គត់ដែលត្រូវការមើលថែគាត់មែនទេតើអ្នកនៅឯណាឥឡូវនេះនៅមន្ទីរពេទ្យកុហកខ្ញុំអាចឮសំឡេងខ្យល់បក់នៅទីនោះយ៉ាងច្បាស់ណាស់ខ្ញុំមានរឿងបន្ទាន់មួយថ្ងៃនេះខ្ញុំនឹងត្រឡប់មកវិញនៅថ្ងៃស្អែកចំនួនអ្នកនេសាទបច្ចុប្បន្ន2នាក់មេគុណពេលវេលាអានស្តុកទឹកបច្ចុប្បន្ន200ដងមនុស្សនោះបានបាត់ទៅហើយប៉ុន្តែគុណលក្ខណៈនៅតែមានដល់រាប់ណាអ្នកបំប្រាក់ដើម្បីទូអ្នកអាចបន្តបានគាត់ពិតជានឹងនាំមនុស្សមកនៅថ្ងៃស្អែកត្រឡប់មកពីនេសាទវិញហើយមែនហើយមីងទី2ត្រឡប់ទៅញ៉ាំអាហារពេលល្ងាចវិញអ្នកបាននិយាយថាហាវស៊ីគឺជានិស្សិតមហាវិទ្យាល័យមកពីសាកលវិទ្យាល័យដ៏មានកិត្តិយសភាពមួយហេតុអ្វីបានជាអ្នកគ្មានផលិតភាពមានអ្វីខុសជាមួយនិស្សិតមហាវិទ្យាល័យខ្ញុំឮថានិស្សិតបញ្ចប់ការសិក្សារកបាន3000ក្នុងមួយខែប៉ុណ្ណោះយើងគ្រាន់តែសង្ឃឹមថានឹងរកលុយបានប៉ុណ្ណោះហាអ្នកនឹងដឹងនៅពេលដែលអានស្តុកទឹកត្រូវបានសាងសង់រួចមួយខែមុនខ្ញុំបាននិយាយថាខ្ញុំចង់ចុះកិច្ចសន្យាជាមួយអានស្តុកទឹកដែលបានចុះកិច្ចសន្យាអ្នកអានសៀវភៅច្រើនហើយរួចហើយក៏ត្រឡប់មកវិញឪពុកបានស្រែកដាក់ខ្ញុំតាមទូរស័ព្ទប៉ុន្តែ2ថ្ងៃក្រោយមកប្រាក់នៅតែត្រូវបានដាក់ចូលក្នុងគណនីរបស់ខ្ញុំ